លោក Donald Trump បានគម្រាមអ៊ីរ៉ង់យ៉ាងខ្លាំងប្រសិនបើក្រុមបាតុករនៅតែត្រូវបានសម្លាប់លោកបាននិយាយក្នុងបទសម្ភាសន៍ថាសហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងបើពួកគេចាប់ផ្ដើមសម្លាប់ក្រុមបាតុករដែលកំពុងតវ៉ាដោយសន្តិភាពបាតុកម្មទាំងនេះចាប់ផ្ដើមតាំងពីខែមុនទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចដែលកាន់តែអាក្រក់ខ្លាំងលោក Trump បាននិយាយថាបើពួកគេចាប់ផ្ដើមសម្លាប់អ្នកតវ៉ាដោយដែលពួកគេតែងតែធ្វើនៅពេលបាតុកម្មយើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងលោកបន្ថែមទៀតថាពួកគេត្រូវបានប្រាប់យ៉ាងខ្លាំងជាងនេះទៅទៀតបើពួកគេធ្វើបែបនេះពួកគេនឹងទទួលការឆ្លើយតបយ៉ាងខ្លាំងបំផុតអនុប្រធានាធិបតីជីអានបាននិយាយថាអាមេរិកគាំទ្រក្រុមបាតុករដោយសន្តិភាពនៅទូទាំងពិភពលោករួមទាំងនៅអ៊ីរ៉ង់លោកបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថាយើងពិតជាគាំទ្រអ្នកណាដែលចូលរួមក្នុងការតវ៉ាដោយសន្តិភាពដែលកំពុងតស៊ូដើម្បីសិទ្ធិរបស់ពួកគេលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចរចាអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដោយបន្ថែមថារឿងដ៏ឆ្លាតវៃបំផុតសម្រាប់ទីក្រុងអ៊ីរ៉ង់គឺចរចាដោយពិតប្រាកដជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនស្ថានភាពនៅអ៊ីរ៉ង់កំពុងជួបការតវ៉ាពីប្រជាពលរដ្ឋជុំវិញអនុភាពសេដ្ឋកិច្ចមេដឹកនាំអ៊ីរ៉ង់កំពុងប្រឈមមុខនឹងវិបត្តិភាពចលាចលដែលបន្តរីករាលដាលខណៈភាពចលាចលប្រឆាំងរដ្ឋាភិបាលកំពុងវិវត្តទៅមុខមិនឈប់និងសម្ពាធពីបរទេសកើនឡើងថ្នាក់ដឹកនាំទីក្រុងអ៊ីរ៉ង់ហាក់ដូចជាមិនអាចដោះស្រាយបានអ្នកវិភាគថាការតវ៉ាបានប្រែជាវិបត្តិនៃភាពស្របច្បាប់របស់សាធារណរដ្ឋអ៊ីស្លាមបាតុកម្មដែលចាប់ផ្ដើមនៅទីក្រុងអ៊ីរ៉ង់កាលពីខែធ្នូជុំវិញបញ្ហាសេដ្ឋកិច្ចបានរីករាលដាលដល់ខេត្តទាំង31របស់អ៊ីរ៉ង់មនុស្សរាប់រយនាក់បានស្លាប់ប៉ុន្តែមិនទាន់ឈានដល់ទំហំនៃភាពចលាចលឆ្នាំ2022-2023នៅឡើយទេដែលការតវ៉ានៅពេលនោះបង្កឡើងដោយការស្លាប់របស់ស្ត្រីម្នាក់ឈ្មោះ Mahsa Amini ក្នុងការឃុំឃាំងពីបទរំលោភបទបញ្ជាក្រមសាសនាអ៊ីស្លាមលោក Alik Watan ការនាយកកម្មវិធីអ៊ីរ៉ង់នៅវិទ្យាល័យមធ្យមបូព៌ាក្នុងទីក្រុង Washington បានលើកឡើងថាការដួលយួននេះមិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ចទេប៉ុន្តែជាបញ្ហាទំនុកចិត្តលើភាពស្របច្បាប់របស់របបដឹកនាំលោកសង្កត់ធ្ងន់ថាការផ្លាស់ប្ដូរមើលទៅជាមិនអាចរួចទេហើយការដួលរលំនៃរបបនេះក៏អាចកើតឡើងដែរប៉ុន្តែមិនមានការធានានោះឡើយបញ្ហាភាពចលាចលនេះជុំវិញការតវ៉ាបង្ហាញការមិនពេញចិត្តចំពោះអនុភាពសេដ្ឋកិច្ចពីសំណាក់ពលរដ្ឋអ៊ីរ៉ង់ជាច្រើនមេបញ្ជាការកងទ័ពអ៊ីរ៉ង់បានព្រមានពីការឆ្លើយតបទៅនឹងវោហាស្ថាអារយៈប្រឆាំងនឹងអ៊ីរ៉ង់យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ប្រមុខកងទ័ពអ៊ីរ៉ង់បានព្រមាននៅថ្ងៃពុធទី7មករាសប្តាហ៍នេះថាប្រទេសនេះនឹងឆ្លើយតបប្រសិនបើវោហាស្ថាអារយៈពីសត្រូវនៅតែបន្តមេបញ្ជាការកងទ័ពលោក Amik Fati បាននិយាយថាអ៊ីរ៉ង់ចាត់ទុកការកើនឡើងនៃភាសាប្រឆាំងនឹងអ៊ីរ៉ង់ថាជាការគំរាមកំហែងនិងមិនអនុវត្តឲ្យវាគ្មានចម្លើយនោះឡើយប្រធានាធិបតីអាមេរិក Trump បានអត្ថាធិប្បាយ2ដងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះលើការតវ៉ាដែលកំពុងបន្តនៅទូទាំងអ៊ីរ៉ង់ដោយអះអាងថាអាមេរិកនឹងចាត់វិធានការប្រសិនបើអ៊ីរ៉ង់បន្តសម្លាប់អ្នកតវ៉ាដោយសន្តិវិធីក្រមសិទ្ធិមនុស្សបាននិយាយថាមនុស្សយ៉ាងហោចណាស់25នាក់បានស្លាប់ក្នុងការតវ៉ានៅអ៊ីរ៉ង់ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Sayed Abbas Araqchi បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថាកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់តាក់ទងតែនឹងប្រជាជនរបស់ខ្លួនប៉ុណ្ណោះដោយកត់សម្គាល់ថារដ្ឋាភិបាលនិងប្រជាពលរដ្ឋកំពុងចូលរួមក្នុងការសន្ទនាលោក Fati សង្កត់ធ្ងន់ថាកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ស្ថិតនៅក្នុងការត្រៀមខ្លួនពេញលេញដោយព្រមានថាការកេណ្ឌនាខុសឆ្គងយ៉ាងណាមួយដោយសត្រូវនឹងបង្កការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ជាងសកម្មភាពរបស់អ៊ីរ៉ង់ក្នុងសង្គ្រាម12ថ្ងៃនៅខែមិថុនាឆ្នាំ2025ទូរទស្សនិកជនមេដឹកនាំគណៈបកនៅទួរគីអំពាវនាវឲ្យបង្កើតសម្ព័ន្ធភាពជាមួយរុស្ស៊ីអ៊ីរ៉ង់និងចិនដើម្បីប្រឆាំងជាមួយសហរដ្ឋអាមេរិកដើម្បីទប់ស្កាត់សង្គ្រាមលោកមេដឹកនាំគណៈបកវិថានរបស់ទួរគីលោក Dogu Perinke បានស្នើថាទួរគីរុស្ស៊ីអ៊ីរ៉ង់និងចិនគួរបង្កើតសម្ព័ន្ធភាពប្រឆាំងអាមេរិកដើម្បីទប់ស្កាត់សង្គ្រាមសារព័ត៌មាន Ailing បានដកស្រង់សម្ដីលោក Peripat សំទោសបានដកស្រង់សម្ដីរបស់លោក Perinke ដែលបាននិយាយថាសម្ព័ន្ធភាពរបស់ទួរគីជាមួយរុស្ស៊ីអ៊ីរ៉ង់និងចិននឹងក្លាយជាកម្លាំងប្រវត្តិសាស្ត្រមួយដែលនឹងជជែកវែកញែកជាមួយអាមេរិកដែលកំពុងប៉ងផ្លែកលើចក្រវត្តិនិយមហើយនឹងធ្វើឲ្យវាអាចទប់ស្កាត់សង្គ្រាមក្នុងតំបន់និងពិភពលោកកាលពីខែតុលាឆ្នាំមុនលោក Pinke
ស្នើគំនិតនៃការបង្កើតសម្ព័ន្ធភាពអន្តរជាតិប្រឆាំងអាមេរិកដោយពរនីវិធានការនេះថាជាតម្រូវការប្រវត្តិសាស្ត្រមេដឹកនាំគណៈបកវិធានបាននិយាយថាខ្សែការពាររបស់ទូគីសពថ្ងៃលាតសន្ធឹកពីវេណេស៊ុយអេឡាដល់ច្រកសមុទ្រតៃវ៉ាន់ជាកន្លែងដែលមានការលុកលុយរបស់អាមេរិកនិងជាកន្លែងដែលការគំរាមកំហែងរបស់អ៊ីស្រាអែលកើតឡើងគណៈបកវិធានត្រូវគេស្គាល់ដោយសារជំហរប្រឆាំងអាមេរិកនិងប្រឆាំងអង្គការ NATO គណៈបកនេះបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យបិទមូលដ្ឋានទ័ពអាមេរិកក្នុងទឹកដីទូគីនិងឲ្យទីក្រុងអង្ការដកខ្លួនចេញពីអង្គការ NATO ពីស្ថានភាពនៃការតវ៉ារបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ាំងប្រឆាំងនឹងការធ្លាក់ចុះសេដ្ឋកិច្ចការតវ៉ានៅអ៊ីរ៉ង់នៅតែបន្តចៅក្រមជាន់ក្បួនបាននិយាយថាក្រុមបាតកោធ្វើការជាមួយអាមេរិកនិងអ៊ីស្រាអែលក្រុមអ្នកតវ៉ាបានចេញធ្វើបាតកម្មតាមដងផ្លូវនៅទីក្រុងនានានៅទូទាំងអ៊ីរ៉ង់ជុំវិញវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើងចៅក្រមជាន់ក្បួនរបស់ប្រទេសនេះបានប្រែមានអំពីសកម្មភាពដោយចោទប្រកាន់អ្នកញុះញង់ឲ្យមានភាពវឹកខ្វល់ថាកំពុងធ្វើសកម្មភាពសម្រាប់អាមេរិកនិងអ៊ីស្រាអែលនៅក្នុងរាជធានីតេអ៊ីរ៉ង់ក្រុមបាតកោបានដុតភ្លើងមនុស្សរាប់ពាន់នាក់ទៀតបានចូលរួមដង្ហែក្បួននៅទីក្រុងជាច្រើនវីដេអូពីខាងត្បូងទីក្រុងស៊ីរ៉ាសបានបង្ហាញកម្លាំងសន្តិសុខកំពុងបើកបរជន់កាត់លើរបាំងតវ៉ាដែលសរសេរថាពួកលោកបកបោតដោយសារភាពអត់ឃ្លានការតវ៉ាចុងក្រោយដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងសប្តាហ៍ទី2បានកើតឡើងបន្ទាប់ពីប្រធានតុលាការបាននិយាយថានឹងមិនមានការអត់អន់ចំពោះអ្នកទាំងឡាយដែលជួយសត្រូវប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ឡើយលោកបាននិយាយថាបើនរណាមួយឡើងមកលើដងផ្លូវដើម្បីបង្កើតភាពអសន្តិសុខឬគាំទ្រក្រុមនេះមិនមានការលើកលែងណាមួយសម្រាប់ពួកគេនោះទេបញ្ហានេះច្បាស់នឹងមានតម្លាភាពឥឡូវនេះពួកគេកំពុងធ្វើសកម្មភាពស្របតាមសត្រូវរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រទេសអ៊ីរ៉ង់ដែលរយៈពេលជាង1សប្តាហ៍ការធ្វើបាតកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ពិសេសគឺប្រជាជននៅអ៊ីរ៉ង់នាំគ្នាបង្ហាញការមិនពេញចិត្តខ្លាំងជំវិញអនុភាពសេដ្ឋកិច្ចគឺការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរបស់អ៊ីរ៉ង់បើធៀបនឹងរូបិយប័ណ្ណបរទេសតវ៉ាដែលចាប់ផ្ដើមដំបូងនៅរដ្ឋធានីតេអ៊ីរ៉ង់ហើយចាប់ផ្ដើមរាលដាលទៅទីក្រុងផ្សេងៗកំពុងតែប្រឈមទៅនឹងការរឹតបន្តឹងនិងការបង្ក្រាស់យ៉ាងខ្លាំងពីសមត្ថកិច្ចអ៊ីរ៉ង់ហើយនេះបានបណ្ដាលឲ្យមានអ្នកស្លាប់ជាបន្តបន្ទាប់ខាងសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ក៏បានចេញប្រអានកាន់តែខ្លាំងចំពោះអ៊ីរ៉ង់ជុំវិញការសម្លាប់ក្រុមបាតកោឥឡូវនេះខាងប្រមុខកងទ័ពរបស់អ៊ីរ៉ង់បានប្រអានពីការឆ្លើយតបនឹងវ៉ាវហាស្តាអរិយភាពពីសត្រូវជុំវិញការតវ៉ាសេដ្ឋកិច្ចយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់ប្រមុខកងទ័ពបានប្រអាននៅថ្ងៃពុធទី7មករាឆ្នាំ2026ម្សិលមិញនេះថាប្រទេសនេះនឹងឆ្លើយតបប្រសិនបើវ៉ាវហាស្តាអរិយភាពពីសត្រូវនៅតែបន្តមេបញ្ជាការលោក Abdul Rahim Musavi Fati បាននិយាយថាអ៊ីរ៉ង់ចាត់ទុកការកើនឡើងនៃអរិយភាពប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ថាជាការគំរាមកំហែងហើយមិនអនុញ្ញាតឲ្យវាគ្មានចម្លើយនោះទេសូមរំលឹកថាប្រធានាធិបតីអាមេរិកត្រាំបានអត្ថាធិប្បាយ2ដងនៅក្នុងរយៈពេលប្រមាណថ្ងៃថ្មីៗនេះលើការតវ៉ាដែលកំពុងបន្តនៅក្នុងអ៊ីរ៉ង់ដោយអះអាងថាសហរដ្ឋអាមេរិកនឹងចាត់វិធានការធ្ងន់ធ្ងរប្រឆាំងអ៊ីរ៉ង់ប្រសិនបើអាជ្ញាធរប្រទេសនេះចាប់ផ្ដើមសម្លាប់មនុស្សដោយសន្តិភាពក្រុមសិទ្ធិមនុស្សបាននាំមកដឹងថាមនុស្សយ៉ាងហោចណាស់700នាក់បានស្លាប់នៅក្នុងការតវ៉ានៅអ៊ីរ៉ង់ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកសាអេតអាបារ៉ាជីបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថាកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់តាក់ទងតែប្រជាជនរបស់ខ្លួនប៉ុណ្ណោះដោយគាត់សម្គាល់ថារដ្ឋាភិបាលនិងប្រជាពលរដ្ឋកំពុងចូលរួមក្នុងការសន្ទនាលោក Fati សង្កត់ធ្ងន់ថាកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ស្ថិតនៅក្នុងស្ថានភាពត្រៀមខ្លួនពេញលេញដែលមានថាការកណនាខុសណាមួយពីសត្រូវនឹងបង្កឲ្យមានការឆ្លើយតបដ៏ម៉ឺងម៉ាត់ជាងសកម្មភាពរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាម12ថ្ងៃក្នុងខែមិថុនាឆ្នាំ2026នៅតែប្រឈមទៅនឹងភាពចលាចលនៃការតវ៉ានៅទូទាំងប្រទេសដែលប្រជាជនបានបង្កើតសកម្មភាពនេះខណៈចំនួនអ្នកស្លាប់កើនឡើងហើយអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ក្រុមបាតកោនៅអ៊ីរ៉ង់កាលពីថ្ងៃទី8មករាបានបង្កើតបញ្ហាប្រឈមរបស់ពួកគេចំពោះមេដឹកនាំសាសនាដោយការតវ៉ាធំមិនធ្លាប់មាននៃការជួបជុំគ្នារយៈពេលជិត1សប្តាហ៍ខណៈអាជ្ញាធរបានកាត់ផ្តាច់ដំណើរការអ៊ីនធឺណិតចំនួនអ្នកស្លាប់ដោយសារចលាចលកើនឡើង
ប្រភពដៅមកពីការបិទផ្សារនៅទីក្រុងតេអ៊ីរ៉ង់កាលពីថ្ងៃទី28ធ្នូបន្ទាប់ពីរូបិយប័ណ្ណបានធ្លាក់ចុះទៅកម្រិតទាបដែលបានរាលដាលនៅទូទាំងប្រទេសហើយបច្ចុប្បន្នកំពុងតែត្រូវបានគេមើលឃើញមានបាតកម្មទ្រលំទ្រីធំរួមទាំងនៅក្នុងរដ្ឋធានីការតវ៉ានេះបានបង្កបញ្ហាទៅដល់អាជ្ញាធរក្រោមការដឹកនាំរបស់លោកអាឡាស់អានីខាមដែលកំពុងទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចរួចទៅហើយបន្ទាប់ពីការដាក់ទណ្ឌកម្មជាច្រើននិងកំពុងងើបឡើងពីសង្គ្រាមកាលពីថ្ងៃទី6ធ្នូប្រឆាំងនឹងអ៊ីស្រាអែលទន្ទឹមនឹងនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគម្រាមថានឹងចាត់វិធានការធ្ងន់ធ្ងរប្រឆាំងអ៊ីរ៉ង់ប្រសិនបើអាជ្ញាធរប្រទេសនេះចាប់ផ្ដើមសម្លាប់មនុស្សសារនេះធ្វើឡើងបន្ទាប់ពីក្រុមសិទ្ធិមនុស្សបានចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ពីការបានប្រហារលើក្រុមបាតកោអង្គការមិនមែនរដ្ឋាភិបាលសិទ្ធិមនុស្សអ៊ីរ៉ង់ HRANA មានមូលដ្ឋាននៅប្រទេស Northwest បាននិយាយថាកងកម្លាំងសន្តិសុខបានសម្លាប់ក្រុមបាតកោយ៉ាងហោចណាស់45នាក់រួមទាំងអនេតិជនចាប់តាំងពីការតវ៉ាចាប់ផ្ដើមលោកម៉ាស៊ុំអាមីរីមូហានាយកអង្គការ HRANA និយាយថាភស្តុតាងបង្ហាញថាវិសាលភាពនៃអំពើហិង្សាកើតឡើងរៀងរាល់ថ្ងៃមនុស្សយ៉ាងហោចណាស់រាប់រយនាក់បានរងរបួសនិងចំនួន 2000 នាក់ជាងបានចាប់ខ្លួនប្រភពមួយចំនួនបានលើកឡើងថារដ្ឋបាលរបស់លោកត្រាំចង់ឲ្យប្រាក់ទោសប្រជាជននៃឲ្យចូលរួមជាមួយសហរដ្ឋអាមេរិកយោងតាមប្រភព4បានប្រាប់សារព័ត៌មានថាក្រុមមន្ត្រីរដ្ឋបាលរបស់លោកត្រាំកំពុងពិភាក្សាពីការទូទាត់ប្រាក់សរុបទៅឲ្យប្រជាពលរដ្ឋកោះ Greenland ជាផ្នែកមួយនៃការប៉ុនបញ្ជាឲ្យផ្ដាច់ខ្លួនចេញពីប្រទេសហើយអាចទៅចូលរួមជាមួយសហរដ្ឋអាមេរិកវិញប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាតួលេខពិតប្រាកដនៃការទូទាត់ណាមួយមិនទាន់ច្បាស់លាស់នៅឡើយទេប៉ុន្តែក្រុមមន្ត្រីអាមេរិករួមទាំងជំនួយការសេដ្ឋាវិមានបានពិសោធន៍ពីតួលេខចាប់ពី$10,000ដល់$10,000ក្នុងម្នាក់ៗគំនិតនេះគឺការបង់ប្រាក់ដោយផ្ទាល់ទៅឲ្យអ្នកកោះ Greenland ដែលជាទឹកដីក្រៅប្រទេសរបស់ដាណឺម៉ាកវាផ្ដល់នូវការបកស្រាយមួយពីមធ្យោបាយដែលអាមេរិកអាចព្យាយាមទិញនៅដែនកោះដែលមានប្រជាជន 50,000 ប្រអ៊ីផលអ្នកនេះទោះបីជាមានការទទួលពីអាជ្ញាធរ Greenland ផ្ទាល់ថាដែនដីនេះមិនមែនសម្រាប់លក់ក៏ដោយយុទ្ធសាស្ត្រនេះក៏ស្ថិតនៅក្នុងចំណោមផែនការផ្សេងៗដែលពិភាក្សាដោយស្តាប់សម្រាប់យកកោះ Greenland មកគ្រប់គ្រងរួមទាំងលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធានៅពេលត្រូវបានសាកសួរពីការពិសាទិញកោះនេះរួមទាំងលទ្ធភាពនៃការទូតដោយផ្ទាល់ទៅឲ្យប្រជាជន Greenland សេដ្ឋាវិមានបានចង្អុលទៅសន្ទរកថារបស់អ្នកនាំពាក្យសេដ្ឋាវិមានលោកស្រី Leavitt និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio កាលពីថ្ងៃពុធគួរឲ្យដឹងថាលោកស្រី Leavitt បានទទួលស្គាល់ថាលោកត្រាំនិងជំនួយការសន្តិសុខជាតិរបស់លោកកំពុងមើលលទ្ធភាពនៃការទិញកោះនេះចំណែកឯលោក Rubio ក៏បាននិយាយថាលោកនឹងជួបសមាគីដាណឺម៉ាកនៅសប្តាហ៍នេះក្នុងទីក្រុង Washington ដើម្បីពិសាអំពីកោះនេះផងដែរទាក់ទងទៅនឹងបញ្ហាចង់គ្រប់គ្រងដែនកោះ Greenland តំបន់ពាក់កណ្ដាលស្វ័យអ័តរបស់ដាណឺម៉ាកនៅពេលនេះលោក Donald Trump បានបង្ហាញប្រាប់អ្នកសារព័ត៌មានថាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងជម្រកពីរទីមួយគឺក្រសោបយកកោះ Greenland ហើយមួយទៀតគឺការរក្សាជំហរខ្លាំងមាំរបស់សម្ព័ន្ធយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍យូរជាមួយកាសែត New York Times នៅថ្ងៃទី7មករាឆ្នាំ2026កន្លងទៅនេះលោកប្រធានាធិបតីអាមេរិកត្រាំបានបង្ហើបឡើងថាវាអាចជាជម្រើសមួយសម្រាប់សហរដ្ឋអាមេរិករវាងការបន្តធ្វើតាមគោលដៅរបស់លោកលើរឿងគ្រប់គ្រងដែនកោះ Greenland ហើយមួយទៀតគឺការរក្សាអង្គការ NATO ឲ្យនៅដដែលអ្នកសម្ភាសន៍បានសាកសួរលោក Donald Trump ថាតើការទទួលបានកោះ Greenland ពិតជាសំខាន់សម្រាប់លោកជាងការរក្សាសម្ព័ន្ធយោធាអាយុ76ឆ្នាំនេះឬយ៉ាងណាលោក Trump មិនឆ្លើយសំណួរនេះឲ្យចំទេប៉ុន្តែបានទទួលស្គាល់ថារដ្ឋបាលរបស់លោកប្រហែលជាត្រូវជ្រើសរើសរវាងចំណុចទាំងពីរនេះតាមកិច្ចសន្ទនាដែល New York Times បានចេញផ្សាយនៅសប្តាហ៍នេះជម្រើសទាំងពីរនេះគឺជាសំណួរដ៏សំខាន់មួយដែលមានភាពបន្ទាន់កាន់តែខ្លាំងឡើងសម្រាប់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកនៅក្នុងពេលប៉ុន្មានថ្មីនេះខណៈពេលដែលលោក Donald Trump និងសហការីរបស់លោកបានបង្កើតវេហស្ថានពីការក្រសោបយកកោះរបស់ Greenland ដែលជាតំបន់ពាក់កណ្ដាលស្វ័យអ័តរបស់ដាណឺម៉ាកទូរទស្សនិកជនសម្ព័ន្ធយោធា NATO អាចនឹងបង្កើនវត្តមានកម្លាំងរបស់ខ្លួននៅក្នុងតំបន់អាត្លង់ទិកនៅក្នុងបំណងបញ្ជៀសជម្លោះជាមួយសហរដ្ឋអាមេរិករឿងដែនកោះ Greenland សារព័ត៌មានការដកស្រង់ប្រភពថាសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង NATO បានចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងការទូតពីដំណាក់កាលដែលផ្ដោតទៅលើប្រធានាធិបតីត្រាំរបស់អាមេរិក
ในក្នុងការពនពំពងទប់ស្កាត់ការឈ្លានពានយោធាអាមេរិកដែលអាចកើតមានឡើងចូលទៅក្នុងដែនដី Greenland យោងតាមរបាយការណ៍បានដឹងថាឯកអគ្គរដ្ឋទូត NATO បានស្នើឲ្យបង្កើនការចំណាយលើការការពារជាតិនៅតំបន់អាត្លង់តិកដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍បន្ថែមនិងបង្កើនសយុទ្ធវិទ្យាបង្ហាញដល់លោក Donald Trump ថាតំបន់នេះមានសុវត្ថិភាពគ្រប់គ្រាន់មានការកត់សម្គាល់ថានៅក្នុងពេលកិច្ចប្រជុំបិទទ្វារមួយនៅទីក្រុងសែលឯកអគ្គរដ្ឋទូត NATO បានសន្និដ្ឋានថាត្រូវតែស្វែងរកការសម្របសម្រួលជាមួយជំហររបស់លោក Trump ទៅលើអនាគតរបស់ដែនដីនេះមុននេះបានរាយការណ៍ថាចំពេលមានការក្រើនឡើងរបស់វេហាស្ថានរបស់លោក Donald Trump អំពីការបង្កើតការគ្រប់គ្រងដែនដី Greenland សម្លេងនៅក្នុងសហភាពអឺរ៉ុបកំពុងអំពាវនាវមានការត្រៀមខ្លួនប្រឈមមុខដោយផ្ទាល់ជាមួយប្រមុខរដ្ឋាភិបាលអាមេរិកកាសែតនេះបានកត់សម្គាល់ថាខណៈពេលដែលរដ្ឋាភិបាលអឺរ៉ុបពីមុនមិនបានយកចិត្តទុកដាក់ពីភាពធ្ងន់ធ្ងររបស់គម្រាមកំហែងរបស់លោក Trump ឥឡូវនេះពួកគេបានយល់ច្បាស់ហើយ